បាទសូមគោរពនឹងជម្រាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាថ្ងៃនេះជួបគ្នាសារជាថ្មីទៀតហើយបងប្អូនណានៅថ្ងៃនេះដែរគឺខ្ញុំយកសាច់រឿងមួយរបស់ប្អូនស្រីនូដែលគាត់បានចែករំលែកនិយាយអំពីតារបស់គាត់ឲ្យគាត់សុំឲ្យគាត់ហ្នឹងណាធ្វើជាមេអណ្ដើកទៅតាក់ទងទៅលើស្ត្រីម្នាក់បងប្អូនណាពេលហ្នឹងគាត់បាននិយាយប្រាប់តាគាត់ថាតាអើយតាចំណាស់នេះហើយតាយកប្រពន្ធទៅអីទៀតចំណាស់នេះហើយតាទៅវត្តទៅវាទៅចាំខ្ញុំដប់ទៅវត្តទៅវាម៉ែរបស់ខ្ញុំធ្វើមហូបអាហារឲ្យវត្តឲ្យតាទៅវត្តតាថាកុំចេះមិនដឹងឲ្យតាទៅណាធ្វើមិនដឹងឲ្យតាទៅបើថាឲ្យតបានចាំតាណានឹងគិតគូឲ្យណាគិតគូឲ្យឲ្យតាចែកដីចែកនេះឲ្យចៅឯងចឹងទៅឲ្យគាត់ធ្វើជាមេនដើកដើម្បីតាក់ទងមានពេលខ្លះណាយើងជាចៅយើងអត់ស្គាល់ចិត្តតាច្បាស់ដល់ពេលហើយតាឲ្យជួយយើងចេះជួយទៅបងប្អូនណាជួយតាបានប៉ុនជួយជាយាយបានប៉ុនណានេះជាសាច់រឿងរបស់ប្អូនស្រីបានចែករំលែកមកកាន់ខ្ញុំបងប្អូនណានេះសាច់រឿងយើងជួយតាយាយទៅបានប៉ុនណាតោះឥឡូវយើងទៅស្ដាប់សាច់រឿងតែម្ដងសាច់រឿងមួយនេះគឺខ្ញុំទទួលមកពីប្អូនស្រីម្នាក់ដែលឈ្មោះថាប្អូនស្រីនូបានចែករំលែកសាច់រឿងរបស់ប្អូនស្រីមកកាន់ខ្ញុំប្អូនស្រីបានប្រាប់ថាតារបស់គាត់តាំងតែពីលោកយាយគាត់បានមរណភាពបាត់ទៅតារបស់គាត់ហ្នឹងគឺនៅសាវកែម្នាក់ឯងលោកតារបស់គាត់ណាគឺសបាយទៅលើទៅវត្តទៅវាថ្ងៃអបោសុតថ្ងៃខែដាច់ថ្ងៃអីចឹងណាគឺលោកតារបស់គាត់តែងទៅវត្តទៅវាអញ្ចឹងអត់ដាច់ថ្ងៃណាទេរីឯម្ដាយនិងឪពុករបស់គាត់នឹងក៏តែងតែព្រានបដៅគាត់ថាបើសិនជាតាឯងទៅវត្តណាហើយជួយដឹកតាឯងទៅវត្តទៅណាជួយដឹកតាទៅវត្តហើយពេលហ្នឹងបងអូនស្រីហ្នឹងក៏នៅរៀនដែរបងប្អូនដូច្នេះហើយពេលខ្លះក៏ដឹកតាទៅពេលខ្លះក៏អត់បានដឹកតាទៅដែរតែភាគច្រើនតាហ្នឹងក៏តែងតែឲ្យដឹកទៅបងប្អូនដឹកទៅច្រើនឆ្នាំហើយដែលប្អូនស្រីហ្នឹងដឹកតាទៅរហូតតែម្ដងថ្ងៃណាក៏ដឹកទៅហើយក្រោយឡើងមកទៀតលោកតាហ្នឹងគាត់ក៏បានបាទឲ្យគាត់ហ្នឹងដឹកគាត់បាទទៅចូលរួមក្នុងកម្មវិធីអីចឹងទៅដូចជាក្នុងស្រុកភូមិរបស់គាត់ឬក៏នៅឆ្ងាយពីភូមិរបស់គាត់តារបស់គាត់ក៏ជាអ្នកផ្លូវចៅមហាដែរណាអ្នកផ្លូវចៅមហានៅក្នុងពិធីមង្គលការឬក៏ពិធីបកក់ពិធីអីចឹងទៅពិធីឡើងផ្ទះចឹងទៅគេតែងតែហៅគាត់ហ្នឹងទៅបាទជារឿយផងដែរហើយពេលខ្លះទៀតម្ដាយរបស់គាត់ហ្នឹងក៏បាននិយាយប្រាប់គាត់ថាចង់ឲ្យគាត់ហ្នឹងណាតារបស់គាត់ក៏មិនតាន់អាយុច្រើនប៉ុន្មានដែរបងប្អូនអាយុតិចតួចដែរទេគាត់ថាចង់ឲ្យតារបស់គាត់នោះមានប្រពន្ធចឹងទៅបាទរកម៉ែឲ្យគាត់ចឹងទៅតែតារបស់គាត់នឹងបានប្រាប់ថាគាត់អត់ចង់បានប្រពន្ធអីទៀតទេរាល់ថ្ងៃគាត់គិតតែរឿងធររឿងអាតែប៉ុណ្ណោះឬឯរឿងប្រពន្ធកូនអីទៀតហ្នឹងគឺគាត់មិនដែលគិតទេរាល់ថ្ងៃហ្នឹងកូនទាំងអស់គាត់ការឲ្យអស់ហ្នឹងអញ្ចឹងគាត់មានត្រូវការអីទៀតគាត់ត្រូវការទៅដើរវត្តដើរវាគាត់ថាបើចិត្តល្អជួយទៅដាំបាយឲ្យគាត់ទៅណាដាំបាយស្លស្លុកឲ្យគាត់ទៅចោះគាត់តែប៉ុណ្ណឹងគាត់គ្រប់គ្រាន់ហើយតែតារបស់គាត់ហ្នឹងគឺនៅសល់ដីស្រែច្រើនបងប្អូនដីស្រែដីភូមិក៏គាត់នៅសល់ច្រើនដែរតែគាត់បាននិយាយថាទុកគាត់ដល់ពេលដែលគាត់ចាស់កូនណាដែលប្រណិប័តគាត់កូនណាដែលមើលថែគាត់ច្រើនជាងគេគឺគាត់ចែកដីស្រែឲ្យទៅនឹងច្រើនជាងគេតែគាត់លើកចឹងធ្វើល្អមួយយ៉ាងដែរពេលខ្លះម៉ែឪណាគឺអត់បានសម្លឹងមើលថាតើកូនណាល្អកូនណាអាក្រក់ទេគាត់តែងតែថាអូកូននេះល្អកូននោះអាក្រក់ដោយគិតតែខ្លួនឯងប៉ុន្តែមិនទាន់បានតែឃើញថាកូនធ្វើជាក់ស្ដែងនោះទេដល់ម្រេចមិនរួចណាចែកទៅឲ្យកូនណាដែលយើងស្រឡាញ់ទេថាកូនណារៀងទៅទីទៅស្រឡាញ់ចែកឲ្យអស់ហ្មងទៅដល់តែពេលម្រេចមិនរួចអាកូនដែលយើងស្រឡាញ់គឺអត់បានមកជួយមើលថែយើងទេអាកូនដែលយើងស្រឡាញ់ក៏យកលុយយើងយកទៅចាយយកទៅវាយលក់ដីស្រែលក់ដីអីយ៉ាងអស់ចឹងទៅក៏ធ្វើឲ្យលំបាកចិត្តអញ្ចឹងក៏ធ្វើយ៉ាងល្អប្រសើរហើយរាល់ពេលដែលគាត់ហូបបាយគាត់តែងតែនិយាយថាចៅឯងណាខំធ្វើល្អធ្វើឲ្យតានឹងបាទគក់ច្បាច់ឲ្យតាអញ្ចឹងទៅចាំតានឹងចែកដីម្ដុំកន្លែងនេះម្ដុំទៅអានោះអញ្ចឹងណាចែកឲ្យចៅហើយពេលហ្នឹងក៏ប្អូនស្រីហ្នឹងមួយស្រីក៏តែងទៅជួយគក់ច្បាច់ពេលខ្លះទៅរៀនពេលខ្លះទៅអីអញ្ចឹងណាហើយគាត់ថា
តារបស់គាត់ហ្នឹងបងប្អូនហើយក៏មានយាយនៅក្នុងភូមិ2 3នាក់ដែរក៏តែងតែមកបាទញ៉េះញោះជាមួយនឹងគាត់ពេលណាមកត្បិចថ្ពាល់ពេលណាមកចាក់ចកេះគាត់លោកយាយម្នាក់ដែលនៅជាប់ភូមិបាទជាប់ផ្ទះរបស់គាត់ហ្នឹងលោកយាយម្នាក់ហ្នឹងក៏គាត់មានវ័យរៀងចំណាស់តិចដែរតែយាយម្នាក់ហ្នឹងគឺបងបាទបងតារបស់គាត់ហ្នឹងគឺដូចជាមួយខ្សែផងដែរដោយលោកយាយម្នាក់ហ្នឹងក៏តែងតែមកនិយាយជាមួយនឹងតារបស់ខ្លួនមកនិយាយពីដំណើរដំណងកាលពីវ័យសកលគាត់រំលឹកអនុស្សាវរីយ៍នៅពេលដែលគាត់បាទលែងជីសេះបោកបាល់លែងការកូនកំមុំបាទលែងបិទកូនកំមុំបាទលេងអីផ្សេងនៅការគាត់វ័យចឹងទៅគាត់រំលឹកអនុស្សាវរីយ៍ពីចាស់ចឹងមកប៉ុន្តែទោះជាខំរំលឹកអនុស្សាវរីយ៍ទោះជាខំនិយាយស្ដីយ៉ាងណាក៏ដោយតែតារបស់ខ្លួនគឺអត់ដែលបានពេញចិត្តពេញថ្លើមអីទេល្ងាចថ្ងៃមួយហ្នឹងក៏មានលោកយាយម្នាក់ហ្នឹងគាត់ដើរមកតុងក៏បានបាទមកចិត្តគាត់ហ្នឹងហើយពេលហ្នឹងក៏គាត់បាននិយាយថាចៅស្រីឯងដឹងទេតាឯងរាល់ថ្ងៃស្រឡាញ់ណាគេគាត់សួរអញ្ចឹងណាហើយទៅសួរចំចៅស្រីទៅសួរចំក្មួយនោះដឹងអីវាក្មួយនោះក៏បានប្រាប់ថាទេយាយខ្ញុំមិនដឹងទេមិនដឹងតាខ្ញុំស្រឡាញ់អ្នកណាស្រឡាញ់អ្នកណីទេតែយាយក៏ថានេះកាលពីជំនាន់មុនណាតាហ្នឹងស្រឡាញ់គាត់ងើបក្បាលមិនរួចទេក៏ឲ្យមនុស្សប្រុសក៏ឲ្យម៉ែឪហ្នឹងចូលស្ដីមិនដឹងគាត់ដែរប៉ុន្តែកណ្ដុងក៏គាត់ណាបានស្រឡាញ់អ្នកផ្សេងហើយអញ្ចឹងហើយគាត់អត់ស្រឡាញ់ទេតែបងប្អូនហើយចាស់ពេលខ្លះក្មេងស្រឡាញ់គ្នាចាស់ក៏ស្រឡាញ់គ្នាចឹងដែរបងប្អូនស្រឡាញ់គ្នាដូចក្មេងចឹងដែរទៅហើយពេលហ្នឹងយាយដឹងថាឥឡូវចៅឯងជួយធ្វើមេនដាកឲ្យយាយតិចមកសួរតាឯងតិចមើលថាតាឯងហ្នឹងនៅស្រឡាញ់យាយដូចមុនអត់មកសួរតិចមើលពេលហ្នឹងគាត់ថាអត់ខ្លាចជាមេនដាកទៅហើយក៏ត្រូវតែមានអីជាតំណប់ជាប់ដែរណាយាយហ្នឹងក៏បានហូតលុយបាទដែលកំពុងញូមូញុកនៅថ្នាក់សពុតរបស់គាត់ហ្នឹងណាមូញុកដឹងពីចាំពីចំណាស់ណាទេបងប្អូនអើយលុយឡើងអាចចាយអស់ហើយក៏ទាញមកនេះយាយឲ្យប៉ុណ្ណេះចាំសួរតាឯងផងតាឯងហ្នឹងនៅស្រឡាញ់យាយដូចមុនអត់បើថាស្រឡាញ់យាយប្រាប់ថាស្រឡាញ់យាយទៅណែហើយដូចមុនអត់ចឹងណាគាត់សួរចឹងណាហើយដល់ពេលហ្នឹងនូនគាត់ថាមិនអីទេចាំមើលគាត់សួរឲ្យណាគាត់សួរឲ្យបើសិនជានៅស្រឡាញ់ដូចមុនគាត់ប្រាប់នៅស្រឡាញ់ដូចមុនតែបើអត់ស្រឡាញ់ដូចមុនទេក៏គាត់ប្រាប់ផងដែរហើយពេលហ្នឹងលោកយាយក៏បានត្រឡប់ទៅផ្ទះវិញទៅបន្ទាប់ក្រោយឡើងវិញទៅក៏តារបស់គាត់មកពីវត្តបងប្អូនមកពីវត្តហ្នឹងណាពេលហ្នឹងគាត់ក៏សួរតាគាត់សួរថាតាមានយាយម្នាក់គាត់ឲ្យខ្ញុំសួរតាណាយាយណាយាយនេះនៅជាប់ផ្ទះយើងនេះតាកាលថានៅកំឡោះតាមានស្រឡាញ់យាយនឹងអត់ពេលហ្នឹងតាក៏ថាទេចៅហើយកាលនៅកំឡោះតាអត់ដែរបានសម្លឹងសម្លក់មើលយាយនឹងទេយាយក៏ចៅឲ្យដឹងហ៎យាយហ្នឹងណាបងតាណាគឺមួយខ្សែបងអាយុបងតាមួយខ្សែការតានៅរត់បាទលេងឆ្លៀកខោកស៊ូគេនឹងការបាត់ទៅហើយគេអីបាត់ទៅហើយតម្រាំតឥឡូវនេះគឺគេបងតាណាហើយម្យ៉ាងទៀតចៅឯងមើលទៅថាវាសមគ្នាអត់វាសមគ្នាទេតាមើលគឺងុំមួយថ្ងៃងូតទឹកម្ដងបាទម្ដងហើយពីរដងទេតែយាយនោះកន្លះខែមិនតាបានងូតទឹកផងហើយដើរមកមានធុំក្លិនអីទេហើយពេលហ្នឹងថាមិនមែនតានិយាយបាទខ្ញុំនឹកឃើញយាយហ្នឹងដើរមកធុំក្លិនធុំក្លិនតែឆ្នាំចុកគាត់គាត់ថាបើសិនអញ្ចឹងហើយចៅឯងមិនចង់ឲ្យតាទៅនៅមួយយាយហ្នឹងមិនមែនហើយសមគ្នាអត់មើលទៅមិនសមទេញាក់ញ័រអញ្ចឹងនោះហើយមួយយ៉ាងទៀតយាយហ្នឹងក៏ចៅឯងមើលឲ្យច្បាស់ទៅថាយាយហ្នឹងវាមិនបងប្អូនហើយបងស្រីបានប្រាប់ថាគាត់មិនដឹងដែរក៏យាយហ្នឹងឲ្យលុយហើយគាត់ចេះសួរទៅប៉ុន្តែបងស្រីបាននិយាយថាយាយហ្នឹងគឺគាត់ផឹកស្រាសយើងមកតយអញ្ចឹងទៅផឹកហើយហូបបាយដេកអញ្ចឹងទៅយាយហ្នឹងគាត់ផឹកតែអញ្ចឹងតែដល់ពេលផឹកហើយបងប្អូនអើយពេលដែលតាគាត់អានៅគាត់ហ្នឹងគឺដាក់រ៉ាស់វ៉ាល់ហើយបងប្អូនបាទចាប់ផ្ដើមបាទទេសនាជាមួយនឹងកូនជាមួយនឹងចៅហើយឲ្យតែពេលតាហ្នឹងចូលមកដល់ផ្ទះឲ្យតែតាគាត់ចូលមកផ្ទះយាយហ្នឹងក៏ឡើងស្ងាត់ឲ្យដូចកញ្ចុកចឹងដោយសារតែយាយហ្នឹងគាត់ស្រឡាញ់តាហ្នឹងណាឲ្យស្ងាត់ដូចកញ្ចុកឲ្យតែមកឲ្យតានៅផ្ទះតែមកវិញសម្បឹងដឹងឲ្យជេរកូនចៅគាត់តែពេលតានឹងមកគឺស្ងាត់ជ្រាបឲ្យតានឹងមកស្ងាត់ជ្រាបតានឹងមកស្ងាត់ជ្រាបរហូតតកូនចៅរបស់លោកយាយហ្នឹងបងប្អូនហើយក៏បានមកសាកសួរតានឹងមកចូលសួរតាហ្នឹងណាហើយពេលហ្នឹងក៏បានប្រាប់ថាទេខ្ញុំអត់ស្រឡាញ់ម៉ែឯងទេម៉ែឯងតាំងពីកំមុំមកម្លេះម៉ែឯងហើយអញអត់ដែរត្រូវគ្នាទេអញ្ចឹងហើយកុំមកសួរអីពេលហ្នឹងកូនគេក៏វល់ដែរថា
ơi taបានកំមុំកំឡោះអីបើថាត្រូវគ្នាអីបើថានេះគូផ្គងនេះទៅណាសែនមកព្រឹកទៅសែនព្រេនមកព្រឹកទៅឲ្យត្រូវរោគ្នាម៉ែខ្ញុំស្រឡាញ់តាឯងណាតែពេលហ្នឹងគាត់ថាអត់ស្រឡាញ់ទេណាអត់ស្រឡាញ់ទេទោះអ្វីឲ្យងាប់ទៀតក៏គាត់មិនស្រឡាញ់ដែរហើយម្យ៉ាងទៀតហ្នឹងគាត់រាល់ថ្ងៃនេះគិតតែរឿងធររឿងអាទៅវត្តទៅវាតែប៉ុណ្ណោះរាល់ថ្ងៃនេះគាត់មានកូនមានចៅរបស់គាត់ដែលអ្នកមើលថែហើយគាត់តែចង់បានតែអីទៀតសម័យនេះហើយរោគតែបរិនិព្វានទេណាហើយពេលហ្នឹងក៏បានទៅបាត់ចឹងទៅតែពេលក្រោយឡើងមកទៀតយាយហ្នឹងក៏តែតែចេញចូលផ្ទះរបស់តាហ្នឹងរហូតនៅថ្ងៃល្ងាចមួយប្អូនស្រីក្មួយនូហ្នឹងគឺចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកដែលនៅខាងក្រោយផ្ទះរបស់ប្អូននូហ្នឹងចូលទៅងូតទឹកចង់ពងងូតទឹកបងប្អូនអើយនូភ្ញាក់ឲ្យព្រើតតាចូលមកក្នុងបន្ទប់ទឹករបស់ក្មួយនូពេលហ្នឹងមួយនោះថាតាឯងចូលទៅអីចុះញាក់អាចៅជួយអញផងថាម៉េចយាយនោះតាមចាប់តាបងប្អូនអើយយាយមេម៉ាយមួយហ្នឹងយាយហ្នឹងតាមស្រឡាញ់តាហ្នឹងតាមតាហ្នឹងហើយតានឹងរយណាបងប្អូនអើយតាហ្នឹងមានតែចូលបន្ទប់ទឹកប្រអីដឹងថាចៅស្រីនៅក្នុងបន្ទប់ទឹកចូលទៅក្នុងបន្ទប់ទឹកឲ្យចៅស្រីទៅជួយនិយាយយាយហ្នឹងឲ្យយាយហ្នឹងចេញទៅដល់ទៅពេលយាយហ្នឹងក៏ឃើញចៅស្រីហ្នឹងក៏អត់ហ៊ានដែរអត់ហ៊ានក៏បានចេញទៅវិញយូរទៅតាគាត់ហ្នឹងណាគឺខ្លាចយាយហ្នឹងសឹងតែខ្លាចជាងបាទស្អីទៅទៀតឲ្យតែឃើញយាយហ្នឹងដើរចូលក្នុងផ្ទះគាត់ម្ដងតាហ្នឹងក៏តែងតែទាញចៅហ្នឹងយកមកអង្គុយជាមួយតាហ្នឹងក៏តែងតែប្រាប់ចៅហ្នឹងឲ្យកុំតណាឆ្ងាយអំពីគាត់ព្រោះអីយាយហ្នឹងមិនសូវស្រួលទេមិនស្រួលចាប់គាត់ទៅនេះទៅនោះអញ្ចឹងណាដូច្នេះហើយគាត់ក៏បានឲ្យចៅស្រីនៅអង្គុយពេលខ្លះហ្នឹងឲ្យលុយចៅទៀតចៅឯងកុំតណាណាយាយហ្នឹងដើរមកហើយយាយហ្នឹងអញ្ចឹងមែនបងប្អូនគាត់ចំណាំមើលមិនសូវចេះខុសនៅពេលដែលគាត់អនុចិត្តតាគាត់នៅផ្ទះម្ដងតាគាត់តនេនៅផ្ទះឪពុកម្ដាយគាត់មកនៅប្អូនគាត់មកនៅបងគាត់មកនៅឲ្យតាហ្នឹងអង្គុយនៅក្រោមក្រេម្នាក់ឯងហ្នឹងផឹកទឹកក្តៅដឹងតែយាយហ្នឹងមកហើយតែយាយហ្នឹងមកយាយវិថាធំក្លិនឡើងក៏អូបដូចលមុតទុំអញ្ចឹងបងប្អូនគឺធំក្លិនបាទស្រាសស្រាថ្នាំបណ្ដាំគ្រូបាទតាំងពីព្រេងព្រឹកព្រេងនាយណាគឺយាយហ្នឹងក៏ចូលចិត្តទៅដកមេអញ្ចឹងបងប្អូនដកមេរាល់ព្រឹកតែម្ដងពេលខ្លះទៀតបលឹមឡើងគាត់ខ្ពុលមាត់ហ្នឹងអស់1លីត្រ2លីត្រយើងទៅបងប្អូនពេលខ្លះទៀតល្ងាចទៀតគាត់បន្ថយឲ្យអស់ប្រហែលជាបាទ1លីត្រ2លីត្រទៀតទៅគឺរួចខ្លួនរបស់គាត់អញ្ចឹងទៅបានមកគ្រាអញ្ចឹងទៅតែតាមតាគាត់ណាបងប្អូនហើយយាយហ្នឹងអត់សូវដែរទៅវត្តទេនៅពេលដែលតាហ្នឹងទៅវត្តក៏តែងតែសុំម៉ូតូតោងម៉ូតូតាទៅវត្តដែរបងប្អូនតែពេលហ្នឹងតាហ្នឹងពេលខ្លះគាត់ទៅនៅមានអបៀនយាយហ្នឹងតែពេលយាយហ្នឹងនៅថ្ងៃមួយគាត់ថាតាហ្នឹងគាត់កាន់ចាំស្រាក់ឲ្យអស់ហើយប៉ុន្តែគាត់ត្រេមត្រំដូចបាទគោចាំជើងអញ្ចឹងត្រេមត្រំនៅដល់ពេលហ្នឹងគាត់ថាចិត្តតាទៅវត្តអីចិត្តដាច់ចង្ហាន់លោកពេលព្រឹកអីគាត់ថាទៅមិនបើយាយហ្នឹងនៅតែងខ្លួនហើយបើថាតាហ៊ានតែជិះម៉ូតូតោងម៉ូតូតាភ្លាមដឹងឲ្យមកសុំតាទៅដែរឥឡូវតាធ្វើម៉េចពេលហ្នឹងក៏ឲ្យចៅជួយថាចៅឯងជូនតាទៅណាជូនតាទៅហើយចាំតាឲ្យលុយប៉ុណ្ណេះហើយចាំជូនទៅចៅឯងចាំមកវិញពេលហ្នឹងចៅហ្នឹងក៏បានទាញម៉ូតូហ្នឹងជូនតាទៅបើសិនជាចៅហ្នឹងជូនទៅយាយហ្នឹងអត់ទៅបានទេព្រោះអីម៉ូតូវាពេញហើយម៉ូតូអាគប់ក៏ពេញហើយដល់ពេលគាត់ទៅដល់គាត់ក៏បានរតនាសិលបាទស្ដាប់ប្រសងគាត់បានបាទសូត្រធម៌សូត្រអីគាត់ថាគាត់អូយតារបស់គាត់ហ្នឹងគាត់ថាឲ្យតែមកវិញម្ដងគាត់សប្បាយចិត្តណាញឹមញែមណាគាត់ថាណាឲ្យញឹមញែមទៅនឹងដែលគាត់បានទៅវត្តប៉ុន្តែតាហ្នឹងគាត់អត់សូវដែរដាច់យប់ទេអត់ដាច់យប់តម្ដងដោយសារអីដោយសារតាហ្នឹងតែហ៊ានដាច់យប់ត្រូវរ៉ាហ្វាល់របស់យាយហ្នឹងយាយហ្នឹងតាមសម្លក់សម្លឹងយាយហ្នឹងតាមតប៉ែងជើងតាហ្នឹងឲ្យតាដាច់យប់ដឹងងាប់របស់យាយហ្នឹងដូច្នេះហើយគាត់មិនហ៊ានតាក៏តោងចៅស្រីទៅដែរគាត់ទៅពិភាក្សារឿងអីមួយតារឿងដើរវត្តដើរវ៉ាដើរកឋិនទានអីហ្នឹងបាទបច្ច័យ4អីហ្នឹងដើររៀងគៀសបច្ច័យអីហ្នឹងក៏តែងតែហៅចៅស្រីទៅជាមួយឲ្យចៅស្រីគឺធ្វើជាបាទអាវក្រោះដើម្បីការពារខ្លួនដល់ពេលចៅស្រីហ្នឹងអត់ទៅបានលុយមានអីបាក់ហើយតែពេលនៅផ្ទះតាឃើញនៅម្នាក់ឯងយាយនឹងមកនិយាយឲ្យគាត់ធ្វើមេដើកឲ្យប៉ុន្តែគាត់អញអទៅឲ្យតែបានលុយសងខាងតាក៏ឲ្យយាយនឹងក៏ឲ្យលុយដូចគ្នាហ្នឹងអញ្ចឹងហើយគាត់អត់នេះទេអាណាក៏ត្រូវដែរបាទអាថ្នាំក៏ត្រូវអាសក៏ត្រូវអាខៀវក៏ត្រូវដែរឲ្យតែឲ្យលុយគាត់ប៉ុន្តែយ៉ាងណាក៏ដោយក៏នៅតែការពារតាគាត់ដែរតារបស់គាត់ណាចាស់មែនប៉ុន្តែតារបស់គាត់គឺធ្វើខ្លួនណាស់បងប្អូនលេងខ្លួនណាស់បាទរីឯតនុយខោវិញគឺណែអាតនុយខ្សែក្រវ៉ាត់នៅលើចុងហោមនេះពេលដើរតាណាម្ដងអត់មានក្បាលពោះទេតម្លាក់ស្ទីលចុះទៅក្រោមអញ្ចឹងទៅប៉ុន្តែគាត់ថាតាគាត់គឺចូលចិត្តស្អាតណាចូលចិត្តស្អាតអត់ដែរចូលចិត្តខ្
ក្លិនស្អាតស្អុយទេបាទងូតទឹកអីវ៉ាណាលើសកមុំទៅទៀតកមុំគេងូតទឹកបាទយ៉ាងយូរហើយកន្លះម៉ោងតាគាត់ជិត1ម៉ោងអីក៏មានដែរបាទហើយក៏គាត់ច្រៀងបទបារាណរបស់គាត់បាទដែលគាត់នៅចាំនៅអីចឹងណាកាលពីជំនាន់ពលពតជំនាន់អីចឹងទៅគាត់ច្រៀងគាត់រាំគាត់ច្រៀងអីនៅក្នុងបន្ទប់ទឹកពេលខ្លះទៀតណាបងប្អូនណាបងស្រីកំពុងតែអាចចង់បកាច់ចឹងទៅគោះបន្ទប់ទឹកតាកំពុងតែនៅច្រៀងហ្នឹងនៅច្រៀងចឹងថាតាអើយតាវល់តាសុំមួយអាក់សិនទៅឥឡូវបាញ់មកឡូវបាញ់ឆ្វាច់ឥឡូវតាហ្នឹងក៏បានដាច់ចិត្តមកឃើញពពុះសាប៊ូពេញទៅក្បាលចូលទៅក្នុងបន្ទប់ទឹកចឹងទៅក៏ចៅស្រីចូលបន្ទប់ទឹកក៏ទ្រាំឡើងបានហើយបើថាមិននេះតាឯងតែអត់ចេញមកហ្នឹងខ្ញុំបាញ់ឆ្វាច់ពេញបន្ទប់ទឹកលើហើយតាហ្នឹងក៏បាន20ខ្លួនគាត់ខ្លាចចៅបាញ់ពេញបន្ទប់ទឹកក៏បានរត់ចេញមកខាងក្រៅហើយពេលដែលតាគាត់ងូតទឹកពីងយាយមីម៉ាយហ្នឹងក៏តែទៅសម្លឹងមើលតាគាត់ហ្នឹងមិនដឹងថាតាគាត់ហ្នឹងជាសាច់គោផាឡូវឬមួយក៏មិនឬក៏ជាត្រីសមុទ្រឬក៏ត្រីទូណាឬក៏មិនអាឈីវអីហ្នឹងក៏យើងមិនដឹងដែរបាទមើលតាគាត់ចឹងទៅប៉ុន្តែគាត់ស្អាតមែនគាត់ថាស្អាតសូម្បីមិនមែនតែយាយហ្នឹងទេសូម្បីតែយាយ2-3នាក់ទៀតហ្នឹងក៏តាមស្រឡាញ់គាត់ដែរប៉ុន្តែយាយហ្នឹងគាត់ចំណាស់ចាស់លើគាត់ហើយអញ្ចឹងហើយគេក៏មិនហ៊ានលូកដែរបើនិយាយហ្នឹងបងគាត់ប្រហែលជាមួយខ្សែហ្នឹងទេក៏មកតាក់ទងអញ្ចឹងទៅតាហ្នឹងខ្លាចគេចាប់គាត់ខ្លាចដល់ទៅងាកមួយហ្នឹងម៉ែឪគាត់សួរគាត់មកថាឪចៅឯងហេតុអីបានជាខ្លាចយាយហ្នឹងអីកូនហើយមិនខ្លាចយាយហ្នឹងមិនកូនឯងមើលណាគ្រាន់តែឪងូតទឹកអត់ងូតទឹកក្នុងបន្ទប់ទឹកសោះហ្នឹងអត់ងូតទឹកក្នុងបកុនហ្នឹងណាគ្រាន់តែឪងូតទឹកពីងណាយាយហ្នឹងមកអង្គុយមើលឪកំពុងងូតទឹកហ្នឹងឪដុសអែលដុសអីហ្នឹងអង្គុយមើលឪងូតទឹកហ្នឹងហើយពេលមើលចឹងមើលអត់ខ្វះឲ្យកូនអើយមើលអត់ព្រិចភ្នែកឪទេហើយឪងូតទឹកមានតែពាក់អាវណាឪងូតទឹកវាខោខ្លីហ្នឹងគាត់ថាប្លង់មើលឪនោះសម្លឹងមើលបើសិនជាឪនោះសាច់គោមសួរយកបាទយកទឹកត្រីកោះកុងយកមកចលក់ទៀតណាគាត់និយាយចឹងណាតែពេលចឹងទៅគាត់ថាឪអើយឪឯងតែខ្លាចមែនឪឯងប្រុសសោះហ្នឹងណាប្រុសសោះបើថាស្រីខ្ញុំមិនថាទេឪឯងប្រុសនោះឪឯងគាត់ថាទេវាទេបាត់ថាកូនហើយឪវាទេដែរតែកូនឯងមើលរាល់ថ្ងៃនេះវាមិនរាល់ថ្ងៃឃើញឥឡូវបើមិនជឿទេកូនឯងចាំមើលតិចទៀតឪដល់មើលឪងូតទឹកហើយកូនឯងចាំមើលឪពេលហ្នឹងគាត់ស្រីនូនេះក៏ក្មួយនោះក៏អង្គុយមើលដែរគាត់អង្គុយមើលនៅលើផ្ទះប៉ុន្តែម៉ែគាត់នៅក្រោមពេលហ្នឹងតាយាយហ្នឹងមិនដឹងនៅណាទេបងប្អូនអត់ដឹងនៅណាទេអត់ឃើញយាយនៅផ្ទះទេស្រាប់តាហ្នឹងចុះងូតទឹកនៅខាងក្រោយនេះពីក្រោយទឹកភ្លៀងមកថ្មីហ្នឹងងូតទឹកបាច់ក៏ស្រែកថាវូយត្រជាក់ណាស់ងូតទឹកពីងស្រាប់បន្តិចមកយាយហ្នឹងគឺនៅអង្គុយក្បែរផ្ទះដាក់តុអង្គុយបដ ாய் គាត់ថាអូដល់ថ្នាក់ហ្នឹងអញ្ចឹងបានឪគាត់ខ្លាចឪគាត់ព្រឺសបល់ឪគាត់គាត់តែឃើញយាយហ្នឹងអង្គុយព្រឺសបល់ហ្មងអង្គុយហ្នឹងឃើញតែបក់ដៃឲ្យចៅមកដោះក្អែលឲ្យចៅដោះក្អែលឲ្យតាចៅដោះក្អែលឲ្យតាចាំតាឲ្យបនេះរយទៅជួយដោះក្អែលដោះអីឲ្យតាហ្នឹងទៅដល់តែពេលហ្នឹងថាអីយាយហ្នឹងអញ្ចឹងបានតាយើងខ្លាចមកអង្គុយអញ្ចឹងហ្មងមកអង្គុយសម្លឹងហ្មងបើសិនតែដាច់សំវាយតាហ្នឹងដឹងវីវ៉ូដឹងខ្វាយរបស់យាយហ្នឹងហើយនិយាយហ្នឹងមិនឲ្យរស់ទេដឹងតែត្រូវហើយដល់តែពេលខ្លាចចឹងដល់ពេលហើយរំលងបានដូចជាថ្ងៃមួយនៅក្នុងវត្តក្មួយស្រីគេធ្វើបុណ្យកឋិនទានបាទកឋិនទានដែលបានពីអ្នកអំពេញគេដង្ហែដង្ហមទៅបាទត្រាយយកទៅហ្នឹងយកតម្កល់នៅក្នុងវត្តរបស់ប្អូនស្រីហ្នឹងមួយស្រីដល់ពេលទៅហ្នឹងគាត់ក៏បានទៅធ្វើជាបាទគេហៅថាគណៈអធិបតីមួយចឹងណាដែលបានបាទចូលរួមបាទជាអ្នកដែលចូលទុនច្រើនជាងគេចឹងទៅពេលហ្នឹងគាត់ក៏បានទៅទេសនាទេអីចឹងទៅដោយសារតែគាត់ហ្នឹងវោហាស័ព្ទក៏វាបានដោយអេដមីនដែរលោកតាហ្នឹងណាពេលហ្នឹងគាត់ក៏ចាប់ផ្ដើមសូត្របាទអបធរសូត្រអីចឹងទៅបាទសូត្រនៃអាការដែលឲ្យទៀនឲ្យអីទៅកាន់បុព្វការីជនចឹងទៅបាទជាមួយនឹងការដង្ហែដង្ហមមកធ្វើបុណ្យបាទបតសិនអីចឹងទៅដល់ពេលគាត់បាទគាត់ឲ្យពរអីក៏វារស់វិសាលដែរសម្រាប់អ្នកអំពេញដែលធ្លាប់តែស្ដាប់នៅកន្លែងផ្សេងវាអត់សូវបានវោហាស័ព្ទតែពេលមកចូលចិត្តគាត់ហ្នឹងគាត់សាប់ដាក់សាប់យកបាទសាប់មកទឹកមិនត្រូវដាក់3ទឹកមិនត្រូវដាក់4ទឹកមិនត្រូវដាក់5ទឹករឡើងបើកអស័យអស់ក៏ត្រូវបានអ្នកដែលសេរីអូប៉ូឡូហ្នឹងសំលេងខ្តសំលេងឡងផងក៏ចាប់ផ្ដើមពីរស់វិសាលបាទដល់ពេលគាត់បានទៅវត្តចឹងហិចគាត់បានត្រឡប់មកវិញមកសន្ទុះតារបស់គាត់អត់បានទាំងផ្លាស់អាចារ្យចេញផងតារបស់គាត់អង្គុយផឹកតែដែលគាត់ដាំនៅមុខហ្នឹងនៅកំសៀវហ្នឹងស្រាប់បន្តិចមកក៏បានឃើញឡានមួយជិះមកដល់មុខផ្ទះរបស់គាត់មកដល់ភ្លាម
ក៏មានឃើញក្មេងមានឃើញចាស់ឃើញស្ត្រីចំណាស់2នាក់ចុះមកពេលហ្នឹងក៏គេបានមកអូជំរាបសួរលោកបងហើយមិញហ្នឹងខ្ញុំបានស្ដាប់លោកបងបាទសូត្រហ្នឹងគឺព្រោះភាសាណាលោកបងហើយខ្ញុំមកនេះក៏សូមណែនាំខ្លួនដែរខ្ញុំមកនេះខ្ញុំត្រូវជាអ៊ីរបស់ក្មួយនេះដែលនៅក្នុងភូមិហ្នឹងណាស្រាប់តែពេលហ្នឹងថាអូត្រូវហើយទៅពេលអញ្ចឹងទៅហ្នឹងអ៊ីហ្នឹងក៏អ្នកអំពេញតែគាត់មានក្មួយគាត់ហ្នឹងគឺនៅភូមិរបស់គាត់ហ្នឹងដល់តែពេលអញ្ចឹងទៅគាត់ក៏បានណែនាំខ្លួនយ៉ាងហើយគាត់ក៏បានអង្គុយហូបតែហូបអីជាមួយនឹងគាត់ហ្នឹងហូបតែអញ្ចឹងទៅគាត់និយាយភាពរៀងស្និទ្ធស្នាលបន្តិចបងប្អូនគាត់និយាយរៀងស្និទ្ធស្នាលហ្នឹងអត់ទាន់អីណាដល់តែពេលហើយលោកយាយហ្នឹងគាត់ថាគាត់នៅទីនេះអស់រយៈគាត់ថានៅសុំនៅទីនេះប្រហែលជាមួយអាទិត្យឬកន្លះខែទេគាត់ទៅវិញហើយប៉ុន្តែបើសិនជាគាត់មានការអីគាត់អាចមករកបានអត់ពេលហ្នឹងគាត់តាមថាមិនអីទេឲ្យតែមានការពឹងពាក់ពឹងប្រស្រ័យអីគឺអាចមកបានដូចជាពិធីការពិធីបុណ្យពិធីបកកពិធីឡើងផ្ទះហ្នឹងអាចមកពឹងពោរកគាត់បានដោយសារតែនៅក្នុងស្រុកភូមិហ្នឹងគ្មានណាគេអាងចាងដូចគាត់ទេគាត់ហ្នឹងក៏ចូលចិត្តដែរណានៅពេលដែលគាត់មកធ្វើបាក់បុណ្យនៅវត្តហ្នឹងហើយក៏គាត់បានធ្វើខួបកំណើតវាថាអំបើកភ្នែកឲ្យចៅគាត់ដែរពេលហ្នឹងគាត់ក៏បានមករកគាត់ក៏បានទាញក្តារស្នួតរបស់ខាងចៅរបស់គាត់អាទូចទាញក្តារស្នួតយកមកគុនគូគុនខ្វាយមើលទៅគាត់ថាអូក្នុងថ្ងៃនេះខែនេះធ្វើបានហើយណាហើយក៏គាត់ក៏ធ្វើឲ្យទៅខាងហ្នឹងទៅដល់ពេលហ្នឹងក៏គាត់មកអញ្ជើញតាគាត់ហ្នឹងឲ្យទៅបាទក្នុងកម្មវិធីដែលបកកចៅរបស់គាត់ហ្នឹងពេលហ្នឹងគាត់ក៏បានទៅជាមួយចៅគាត់ដែរតែទៅជាមួយចៅគាត់ហ្នឹងគាត់ផ្លាយតាគាត់បន្តិចតាគាត់ណាដូចជាផ្លាយជាមួយនឹងយាយនឹងមិនទេយាយហ្នឹងគឺគាត់បាទអាយុប្អូនតាគាត់ហ្នឹងគឺ5ឆ្នាំគាត់និយាយហ្នឹងប៉ុន្តែយាយហ្នឹងគាត់អ្នកអំពេញសាច់សឡើងតលុកតលុនបាទសាច់សល្អណាស់បងប្អូនអើយណាហើយគាត់ឃើញទៅស្អាតគាត់ទៅសើស្អាតហើយពេលហ្នឹងគាត់ក៏បានសួរលោកយាយហ្នឹងគាត់ថាគាត់ហ្នឹងគឺមិនម៉ាយទេប្តីគាត់ស្លាប់ចោលយូរហើយប្តីគាត់យុធិនណាស្លាប់ចោលយូរហើយគាត់មានតែកូនមានតែក្មួយទេអញ្ចឹងគាត់មិនម៉ាយដល់តែពេលឮតែមិនម៉ាយអញ្ចឹងគាត់ក៏បានមកនិយាយប្រាប់តាគាត់បាទតាអើយតាខ្ញុំមិនស្មានតែគាត់មានគូសកលតាមពិតទៅយាយហ្នឹងគាត់មិនម៉ាយទៅតាមិនម៉ាយហើយមិនម៉ាយនឹងច្រើនឆ្នាំហើយខ្ញុំមិនជឿមិនម៉ាយទេមើលសាច់គាត់ល្អណាស់តាទាំងដាយទាំងជើងទាំងការនិយាយស្ដីអាកប្បកិរិយាគ្មានណាគេដូចយាយហ្នឹងទេយាយហ្នឹងស្អាតណាស់តសើចុះតសើឡើងតាហ្នឹងគាត់ថាអឺស្អាតមែនតាគាត់និយាយតាមក្រោយហើយតាគាត់មិនដែលតសើណាស្អាតទេណាក្រៅពីយាយរបស់គាត់សំបីតែគាត់ក៏សំបីតែអនុហ្នឹងក៏តាមិនដែលតសើថាចៅគាត់ស្អាតផងតែពេលដែលគាត់និយាយអញ្ចឹងបាទនិយាយថាអឺស្អាតមែនអញ្ចឹងទៅហើយបន្ទាប់ពីធ្វើបាទកម្មវិធីបុណ្យនឹងហើយដល់ពេលកម្មវិធីបុណ្យរួចរាល់ហើយអស់បានមកដល់ផ្ទះវិញស្រាប់តែពេលមកដល់ផ្ទះបងប្អូនអើយយាយមួយដែលជាប់របងផ្ទះរបស់គាត់ហ្នឹងមិនដឹងតែខ្មោចចូលអីទេបងប្អូនហើយបាទគូបបាទទឹកមកផ្ទះគាត់ហ្នឹងគប់ភុងផាំងហើយពេលហ្នឹងស្រែកមកយើហែងបានថ្មីចោលចាស់ហើយមិនឯងអាចចាស់ហ្នឹងស៊ីមិនកើតទេហ៎បានស៊ីថ្មីគាត់មិនតន់ទាំងដឹងខ្លួនស្អីផងហ្នឹងក្មួយនោះថាអីចុះយាយហ្នឹងខ្មោចចូលមែនអត់មានដឹងរឿងអីសោះហើយពេលហ្នឹងគាត់ទៅសួរតាយាយហ្នឹងមិនយាយហ្នឹងខ្មោចចូលចៅមិនស្រួលយាយហ្នឹងប្រច័ណ្ឌតាជាមួយគេនោះថាចុះតែឯងស្រឡាញ់អត់នេះតែអត់តន់ស្រឡាញ់ទេដល់ទៅពេលហើយបងប្អូនយាយហ្នឹងគាត់ក៏មកលេងផ្ទះរបស់គាត់ដល់ពេលមកលេងផ្ទះរបស់គាត់ក៏និយាយដំណើរដើមតងទៅតាំងពីសម័យប៉ុលពតបាទតាំងពីសម័យលន់នល់តាំងពីសម័យអីខាងរាជនិយមអញ្ចឹងគាត់និយាយណាគាត់ស្ដាប់ពេលហ្នឹងគាត់ចូលចិត្តស្ដាប់ណាបងប្អូនអារឿងពីដើមដែលគាត់មិនបានដឹងណាគាត់ស្ដាប់ជក់ចិត្តណារហូតតតាគាត់ស្ដាប់លង្ហៀទឹកមាត់តាគាត់ណាស្ដាប់លង្ហៀទឹកមាត់ស្ដាប់គាត់ថាអូអាណិតណាអ្នកម៉ាយណោះអ្នកម៉ាយអញ្ចឹងហើយខ្ញុំក៏វាពុះម៉ាយដែរតែថាអ្នកចោះអត់មានយកប្តីអីទៀតទេអ្នកនេះថាខ្ញុំអត់មានយកប្តីទេយកប្តីទៅអីយកប្តីមកក៏ពិបាកដែរខ្ញុំសុខចិត្តចិញ្ចឹមកូនចិញ្ចឹមចៅអញ្ចឹងណាចោះលបងអត់យកប្រពន្ធទៀតទេលបងអូខ្ញុំយកទៅប្រពន្ធទៅអីទៀតអ្នកអើយចំណាស់នេះឲ្យមើលតែកូនមើលតែចៅទៅលបងបើយកប្រពន្ធទៅយើងទៅវត្តទៅវាជាមួយគ្នាល្អទេលបងពេលហ្នឹងលោកយាយហើយតាគាត់ហ្នឹង
tam pất này dây tức cho sầm rong kia mà con tên này dây cho sầm rong thì mất lo nó số bự dây nó cục ấy màu bằng bộ này dây nó chụp thằng kháng chụp ấy màu dây nó sang ta từng cò kì mấy cái từng cục ấy màu tư ta thả bán thế mà dây mà coi mà không tiền tí thằng coi crowd tiền nó một đôm mò màu lẩu ấy đập về chẳng thấy có dây nó còn hào nô từ xùa thay dây đừng mấy ban chơi tầm máu ta nâng ta ô dây nó còn đẹp pin còn màu lên ta nhông và dây sai còn lang tùng pin với nhanh ô chắc là kê nâng đầu áp tay dây cho sầm rong cái là ta con hơi đừng dây con cho sầm rong bên trên dây cho sầm rong cái một thằng sót là một món này đó tập p là dây chẳng thấy tập p làm luôn sai dây thầu lang tùng pin mình p nó ta là bọt con có bàn điệp chòm tiền co sầu mày tiền thể nghiệt để quạt thơm lông bàn con quạt thơm lông bàn hơi năng robot xem pra xem tiết được score nào để quạt thơm phàn hơi nè quạt tục triêm ao được gì nè đó tập pel hơi có màu trâu tia cốt có bàn nâng tàu tai con mà đăng tha sầm mai ấy thế băng bộ này con tẹt tôn thế con còn đăng đây con tẹt tôn thế tam tù sáp băng bộ tẹt tôn tam tù sáp chỉ mua lục gì nằng lục ta con nó ban sờ lanh lục gì nó ba ta hơi nằng con sờ lanh lục gì nằng chẳng tơ con tẹt tôn hết nó thì ta con á bà trôi ta mui đờ la thì mà tết nó mà đai vậy phong mà tết nó còn đạp tập thô và son thế bà còn bao YouTube đạp á đạp thô ọp lùng chặt tề mà riêng lắm bà trôi mà tết nó mình hòn sắp tập pe khơi bông ô nơi bà mình toàn ban tầng bay ngay sô bùa phong đạch bắt mình toàn ban tầng bay ngay phong đạch bắt có số ta praka tù sắp cho hỏi chồng mấy ta chào hỏi ta cực tha trong đã to wifi chứ ta trong ta to phai ý ta nhà mình lôi nè to mấy trăm ta to đó ta xua khang cầm hôn cái to mà bom ôn hơi còn pra tù sáp cho còn đăng phải cho ca tù sáp cốt có ban bà tẹt tôn ta khang nhẹ nghĩa đầm bay mà to đầm lang wifi mà ỏi đập pe mà lang mà phai phoi gì bị ta có tê bom ôn tê vô hay có ngon đây có thà cho ở riêng cam vị thi bôn cam vị thi ca cam vị thi nồng vọt nồng vá nó hay ở cha tê cái tê mấy đọc pe còn sửa chích xua ta còn thằng còn dây mùi dế nè dây nè dây mùi chích te dân mến đi dây nè ai cha mấy dây mùi mà thưa bồn mà thưa bồn nó bọt hay mà thưa bồn bạc này chào kìa dây nồng pin nè mến nó ngay lâu nó dây nó có tha sai còn mau lên nâng thằng chân có tha cha mà lên ta đây quát mơ phân phía ta có ta còn gì bà đào in bà đào còn đằng ta có cái phong là làm gì nè mình chẳng có các bạn gì xua ta ai sẽ làm gì mỗi đồng pin nâng mền mới ta ai trap khi mà trăng mở cha mơ nhâm tẹt tuồng áo nhé trap tập bể nó ta nó cắn đại ẩm yên cắt với có phơi nhẹ nhọn để ấm yên nó bom ồn nước pro dương bom ồn là về dây trâu pé dây ạt liền lẽ ấm yên chứ tập pe hơi mới tại anh prap chứ mà tại anh slang men on mà slang chạm nhóm phơi men đạc ỏi bà ta men đá cật lùi hay mà gian thích ta nhóm kết ha bà ta vô dây nâng máu tôi dây nó prom của đó tại anh vô mau thế khác bà ta chạy vậy chạy dần ta nó vô mau cho bà ta trên lấy luôn này chứ chỉ bằng gì vậy hay bởi nó có lấy tù sáp tôi dây nâng lấy tù sáp dây nâng tôi chào có tên gì lô dây sọc sờ bài ót sọc sờ bài chào hay mà đái ở chạy sọc sờ bài riêng đòn này ấy thổ riêng trên đọc group thân ai mà trên drop nái chào không riêng tao không biết ai riêng tầm đây bị chia thế ná hay luôn mà hai chục pí bên ngay tiết dây từ lên sọc ấy mơ ở dây tàu ót nè thật cho miền ấy máu cứ miền kia nó chăm cái miền kia này chăm cái thứ mình đắc thôi tao miền chạy nhồi thì vậy nã cái chăm dưới thế chắc thảo miền bà pu mai mình đẹp small snack là chăm rong chăm dây hay mà giang tiền nó bà pro snack nó còn xong ở trong nó tẹt tôn một dây đai dây gì bà pro snack nó còn phong thờ lung dây hởi cái trong ban dây nó dây rút máu chạm máu dây nó còn ao kia nó rong chăm lần cho cray
vậy thằng lư chắc gì là chọn tối cháu đó tập bè hơi muốn vậy thằng máu vậy xua thiệt trao trả ai chăng ban ấy thế với nhầm chọn mà tại ao riêng thế đó ao riêng sập hầu riêng vậy thật ấy chăm có tính ao gì nó tính ao mới ao bà ao pi gặp lê sập hầu bích màu đai cho lúc mà cho mùi nâng cả xài đai hai chia về sáng vậy nó cả bàn tình chiên phạ tin oi đài ở tình sai co cho làm chiên tình sai co phạ tin oi mà hàng co đằng đài chỉ mình đào đằng sáp tập pel đại co chênh màu nó co tê pra tê ta co chênh màu ha ơi chênh màu ha ơi giống đó chênh màu vì là nghề tinh môi sấy nắngสังเกตเมื่อตาบอกกอดท้าบอกกอดอดเต้บางปอในเต็มตรมอ่ะเพลานั่งอ่ะเพลาได้เราขังบกนั่งคือเราดามเพลาโดยเฉพาะให้ชีเมาคือเคยลานั่งไงเต็มตรมโดยแต่เขาจะกูตากอดจังกุยอัดจอบเกรเต้กุยปัดลางบุบกุยปุ๊บลางบุบกุยโยกุยปุ๊บลางบุบโอ้ยเดิมดูยังจูงมอดอยู่ไรยังลางโจta ơi ta tại anh cùi sân mau tại anh đào chẳng vợ khù nhung ngọt ấy ta rồi rồi phải âu con để mai con đã đăng rương thế có tha cho ngay nước ta nó bị mất âu con mất con hai đấy ban chị ta nó ngợp cụ đã đo chọp kê chăng hay cùi á cùi câu tiết bằng phồn cùi câu cu tiết à kê bọc có đại cô là đại cô làm cam đó á còn pe khla hấp pe khla có đạch cút khâu đấy nó mùi sấy thật đạch cút khâu đấy nó ra đại cô lần đài đó pe khla thằng bột cút chừng thôi ta có cái lọt khai thì cân vô đào thôn tổ mục là bon tích màu vinh tích tổ mục là bon tích màu vinh tao ở dây mũi nó là chết te nó á ta khơi ta can là bón màu chết ta nó khơi gì nó khai màu vinh là tập pe gì nó chơi ta khơi té ta nó là bon thì nè đập pe khơi ta là bón gì nó một can là bon đại đập pe khơi gì nó ta nó khơi gì đó nó lăn trâu bây giờ ta nó nghĩa tê gì ơi đò nào hay gì ấy ố nhưng chết đo lấy ta chết đo lớn chết là mong tiền đó bà hai chiếc pram đập tí đo lấy ta nó ngúp cho hai bên nó có mai có thằng cô nó ơi hào anh xua nó mới ta hai bên mất ngúp cho nó là bên còn pram mỏ thà mai đằng ấy ta nó chăm mà xảy sniper bà con nè cái xảy sniper bà con á nè cái dây mui màu pin pin ấy ấu con sờ lanh tha sờ lanh á tê nó có con đang thà ô chẳng bạn ấu con ấu mưa ấu con nó ban pra phải tha con sờ lanh nè khao bị mai tê lóng bay chăng bà hai giờ con nó chẳng mà pôn chẳng vô tới tê nó con có rong cham đây con có ban non hết đây bạch từ đi ai ta nó còn đây tê bom pôn nói ba còn trên tàu vì nghĩa nhắn đập tới đo hàng quán nó cứ lục bạt hay đó có ta khơi ba cái ba lan trình màu rột hê từ xu từ chăm lâu mỏ sạp tập về nó gì nó mà đó ta ơi ta ban châu lên chả mơ sai và lâm lang chẳng hiểu mà châu nó lỗi trong từ tia xanh bom ô nó lan lòng hôi chúc ta đang sai lần hê tình mà tô có chi ta tam thiết bom bôn tình mà tô chi ta tam đập về đó lắm mầm tu cõi bằng khơi ta có tập lập một mình có tháo về ai bản tích màu với nhảy và lâm lang đối với con vậy men con ta phải lâm lang ta là bỏ con ngớp la ngu tức tăng bị mỏng phàm la ngu tức liệp bà cái dòng tin sợ lòng nơm thôi được con nó cũng lo chứ lòng sát lòng nhau mong đau mốc môi sấy nhẹ ta luôn này thấy ta còn mơ bị còi nón mình đang ta còn nắm bắt tao nuôi lòng nơ pính lên khâu khiêu áo so tao nuôi lời chồng hởm hay một sọ gì sọt lòng trôn lòng lớn còn mơ tao bị chìm hiên ngày cõi có than span cầm lo ná bài mà mới mục tả luôn trong phòng chân chùm nỉ đập về cho tao tại phơi luôn mấy tại trong chăm là kia chăm dễ không chăm dễ đó dễ nè dễ pin pin máu có than xanh già người ta hay tha bà lâm cạnh máu rồi pe nó dễ nó có ban bà màu mền màu dạng tao còn cùi vậy mùi ta nâng thằng tao dễ nó có pe ao thò mà đa thì phần ta tao nuôi lần nớ nó té đấy phần tao nuôi mà hay pe nó còn dễ mùi kia dễ đầm nôn như thế đó đạp tập pe nó có chào xây nó cùi sẽ đạp đè khơi ta còn xa đạp hiệp đạp có thà nè ơi nè tăng tại vì ban chụp nè nó nồng bọt máu nè mà đang thì chất nhóm nó khơi ấy khơi nè phím miền Arab môi tha đôi chỉ miền Việt rất xa chỉ môi nằng nẻ ná
អ្នកគិតថាមិនដែរបើសិនជាខ្ញុំបាទណាសិខ្ញុំបាទបើខ្ញុំបាទហ្នឹងក៏សូមចូលចងស្ពានជាមួយនឹងអ្នកណាសូមតចងខ្សែតជាមួយអ្នកថាមិនដែរអ្នកមានអ្នកពេញចិត្តដែរតាអ្នកអីហើយពេលហ្នឹងក៏ខាងយាយហ្នឹងក៏គាត់និយាយមកគាត់ថាអូខ្ញុំតាំងពីប្តីខ្ញុំស្លាប់ចោលបាត់ទៅខ្ញុំក៏មិនដែរនឹកនេះរឿងគូសកលនឹងដែរទេអ្នកអត់ដែរនឹកនេះទេតែពេលដែលខ្ញុំបានមកបាទជួបចូលផ្ទះលោកតាកាលមកពីវត្តហ្នឹងហើយនឹងស្ដាប់ធរដែលលោកតាគាត់ទេគាត់អីហ្នឹងគាត់សូនហ្នឹងមិនដឹងថាខ្ញុំហ្នឹងទុនតូបាទទុនចិត្តជាមួយនឹងលោកតាតាំងពីកាលណាមកទេមានអីតាហើយតាបើតាស្រឡាញ់ខ្ញុំក៏ស្រឡាញ់តាដែរប៉ុន្តែខ្ញុំសួរចិត្តកូនខ្ញុំសិនតើកូនខ្ញុំពេញចិត្តអត់បើកូនខ្ញុំពេញចិត្តខ្ញុំក៏ពេញចិត្តដែរអាស្រ័យទៅលើកូនណាតាណាតាហ្នឹងក៏ចាប់ផ្ដើមថាកូនខ្ញុំហ្នឹងមិនបាច់សួរទេកូនខ្ញុំដឹងតែពេញចិត្តអស់ហើយកូនខ្ញុំហើយបន្ទាប់ពីនិយាយបងប្អូនអើយពេលដែលចាស់គាត់តាក់ទងគាត់ស្នេហាគ្នាគឺនិយាយសវប្បធម៌ឥឡូវបើសិនជាកូនយើងពេញចិត្តពេញថ្លើមគ្នាគិតថាយើងរៀបចំថ្ងៃណាដើរអញ្ចឹងណាហើយពេលហ្នឹងលោកយាយហ្នឹងបងប្អូនគាត់មកតែមួយថ្ងៃគាត់ថាមកតែមួយថ្ងៃមានមកមួយថ្ងៃណាពេលហ្នឹងគាត់បានត្រឡប់ទៅវិញគាត់ត្រឡប់ទៅវិញភ្លាមស្រាប់តែយាយនៅជាប់ផ្ទះគាត់ហ្នឹងដើរមកបើសង្ខោញសពុតដើរមកថា100មកមិនអាចាស់ឯងពីមុនប្រាប់ថាស្រឡាញ់អញឥឡូវមិនក៏ឲ្យទៅយកអ្នកណាអ្នកណីមកដើរចូលក្នុងផ្ទះនិយាយគ្នាឡើងផ្អែមល្ហែមប្តីប្រពន្ធអូនបងមិនឯងចង់មានថ្មីចោលចាស់ហ៎ចូលហើយពេលហ្នឹងក៏តាចុញហើយមានស្អីទៀតហីអាណាដឹងរឿងដឹងអីទៀតវិញណែអញតាមស្រឡាញ់ឯងអញខំឲ្យចៅឯងទាំងម៉ឺនណាឲ្យចៅឯងតាក់ទងឲ្យអញយកចៅឯងទៅតាក់ទងឯណាឯណីណោះហើយពេលហ្នឹងតាថាអញដឹងអីអញដឹងអីអញអត់ស្រឡាញ់ឯងទេអញស្រឡាញ់ឯងមិនកើតហើយបងអញមកខ្ទាស់ណាហើយបងអញមកខ្ទង់ហើយមួយយ៉ាងទៀតណាហើយទឹកបងូតផងហើយដើរមកធំក្លិនឲ្យស្រាបើអញយកឯងដូចអោបកតិនស្រាអញ្ចឹងគាត់ថាសំណាងឲ្យបានអញយកឯងនោះបើពូឆ្លោះទាស់ទេងគ្នាបងប្អូនអើយគាត់មិនដឹងកាន់ជើងខាងណាទុកខាងណីទេបើនិយាយនឹងស្រឡាញ់តាគាត់ចង់ងាប់ចង់រស់បងប្អូនស្រឡាញ់តាគាត់ណាបងប្អូនអើយគាត់ចង់ទៅកាន់ជើងយាយខ្លាចដាច់លុយកាន់អត់កាន់ជើងតាខ្លួនឯងខ្លាចតានឹងខឹងអញ្ចឹងហើយគាត់គ្មានទេគាត់ដើរចេញទៅបាត់ដែរឆ្លោះមកឆ្លោះអញដឹងលឺទេដើរទៅបាត់អញ្ចឹងទៅបាត់សន្ទុះក្រោយក៏បាត់ឆ្ងាត់ឈឹងទៅលឺសូឡៃលឺសូសំឡេងគេផ្អើលមកភូមិរត់មកមើលស្មាឆ្លោះទាស់ទេងគ្នារឿងគោដាច់ស៊ីចំណងអីនោះខ្លាចគោដាច់ស៊ីស្រូវឬមួយក៏ភូមិផងរបងជាប់គ្នាធ្វើរបងចូលដីគេស្មានតែឆ្លោះទាស់ទេងគ្នាអញ្ចឹងដល់ពេលគេមិនដឹងមួយមុខគោះទ្រង់ជញ្ជាក់អញងាប់ហើយមានតែមនុស្សប្រុសហ្នឹងគេស្រីចង់ស្រីឯងស្រីនេះចង់ប្រុសទៅវិញអញ្ចឹងហើយក៏នាំគ្នាបាទមួយដើរទៅផ្ទះវិញកវីក្បាលដូចគោច្រាំងតិចហ្នឹងទៅផ្ទះវិញទៅត្រីអីទៅហើយដល់ពេលអញ្ចឹងក្រោយហ្នឹងយាយហ្នឹងក៏គេសួរកូនចៅគេក៏កូនចៅគេក៏បានយល់ព្រមថាទទួលយកបានដល់ពេលគាត់ក៏ទទួលយកបានបន្ទាប់មកគាត់ឲ្យកូនគាត់ហ្នឹងចូលសួរបដ ாய் កូនគាត់ហ្នឹងក៏បានយល់ព្រមចូលសួរអូយាយឥឡូវអូខ្ញុំពេញចិត្តយាយណាចង់បានយាយធ្វើជាប្រពន្ធរបស់គាត់យាយថាម៉េចអញយល់ព្រមតាំងពីយូរមិនអីទេកូនហើយកូនបើសិនជាមិនស្អប់ខ្ពើម៉ែទេម៉ែសុំធ្វើជាម៉ែកូនហ្មងទៅហើយពេលហ្នឹងគាត់ក៏បានយល់ព្រមគ្នាងាយបាទភ្ជាប់ងាយសែនប្រេនតារបស់គាត់បងប្អូនអើយមានអ្នកបំពេញមកច្រើនណាស់សិតតកូនគាត់ណាអ្នកបំពេញបាទអ្នកដែលនៅក្នុងភូមិស្រុកគាត់មកគ្រប់គ្នាអត់តែយាយនឹងមួយយាយនឹងបងប្អូនហើយបាទអាថ្ងៃសែនប្រេនគាត់ហ្នឹងថ្ងៃសែនប្រេនមិនបើដូចការអញ្ចឹងបងប្អូនគាត់ធ្វើ15តុកបងប្អូនហើយងាកអត់លត់ភ្លើងយាយនឹងគ្មានអីតែបលត់ម៉ាស៊ីនរហូតបងប្អូនងាកទៅបលត់ម៉ាស៊ីនមើលខ្ញុំសួរបងប្អូនការជំនាន់2000មានណាគេទៅបលត់ម៉ាស៊ីនភ្លើងខ្លះបងប្អូនកំពុងតរំសបាយហ្នឹងមិនស្រួលខឹងឆ្លោះទាស់ទេងគ្នាហ្នឹងទៅបលត់ម៉ាស៊ីនភ្លើងគេក៏មានអំសួរហ្នឹងបងប្អូនហើយបាទអាចពងអារម្មណ៍សបាយពងអីហ្នឹងក៏ទៅបលត់ម៉ាស៊ីនភ្លើងពេលខ្លះទៀតហ្នឹងខឹងអាចារ្យប្រជុំពលាយូរពេកបាទបាត់លុបដងយូរពេកបាទកាត់ខានស្លាយូរពេកទៅលួចស្បែកជើងអាចារ្យទៅទម្លាក់ទឹកបឹងអាណាគេខ្ញុំនឹងបងប្អូនទៅលួចស្បែកជើងអាចារ្យប៉ុន្តែមិនលួចលក់ទេណាបងប្អូនណាលួចទៅទម្លាក់នៅខាងទឹកហ្នឹងហើយទៅពេលព្រលឹមឡើងចាំតែមើលទៅស្បែកជើងណាយកទៅវិញទៅដល់ថ្ងៃក្រោយអាចារ្យបងប្អូនគ្មានបានទៅលួចណាកើតអាចារ្យដាក់ខ្សែស្បែកជើងចងក្រោយដាក់ចងក្រោយអញ្ចឹងទៅពេលខ្លះដាក់ថងទៅកុំឲ្យប្រឡាក់ដីប្រឡាក់អាចារ្យហ្នឹងថងជាប់ខ្លួនដាក់កញ្ចកេះឡើងទៅប្រជុំពលាថ្ងៃក្រោយរៀងហើយ
ពេលហ្នឹងក៏យល់ព្រមការរួចរាល់ហើយពេលដែលការរួចរាល់ហើយលោកតាក៏ធ្លាប់តែដេកនៅក្រោមផ្ទះអញ្ចឹងដល់គាត់ត្រូវរោគគ្នាគាត់មិនទៅដេកនៅលើផ្ទះដល់ពេលហើយការហើយបានមួយអាទិត្យតាហ្នឹងក៏បានហៅកូនចៅមកទាំងអស់បងប្អូនហៅកូនចៅបាទមកប្រជុំគ្នាគាត់បានទៅប្រជុំរឿងចែកទ្រព្យសម្បត្តិបងប្អូនមានណាគាត់ប្រជុំសុំបាច់ផ្ទះគាត់ឥឡូវនេះឪហ្នឹងគឺមានប្រពន្ធហើយណាឥឡូវនេះឪមិនចង់នៅក្រោមការគ្រប់គ្រងរបស់កូនចៅទាំងអស់ទេឪហ្នឹងគឺសុំបែកផ្ទះឥឡូវនេះអាផ្ទះនេះតាហ្នឹងទុកឲ្យចៅស្រីណាចៅនូឯងទទួលយកទៅណាតាមិនឲ្យអ្នកណាទេឲ្យអាចៅនូឯងឥឡូវតាហ្នឹងគិតថាទៅធ្វើបាទនៅលើដីស្រែរបស់តាដែលនៅណចុងភូមិតាទៅនៅក្នុងហើយណាហើយចៅស្រីបណ្ឌិតនាតាឲ្យតាសាតលេងផងបងប្អូនអើយស្មានតែគាត់និយាយលេងតាមពិតគាត់ធ្វើមែនទេណាគាត់ថានៅជាមួយចៅពិបាកណាស់វាអាយុអាយ៉ាវាមិនស្ងាត់វាមិនស្ងៀមណាពិបាកគាត់សិក្សាពធជាមួយនឹងយាយអញ្ចឹងហើយគាត់ក៏បានរកខាងបងជាងទៅធ្វើផ្ទះឲ្យគាត់ហើយដល់ពេលធ្វើផ្ទះឲ្យគាត់បងប្អូនអូយអាផ្ទះគាត់ប្រប៉ុណ្្នឹងក៏ធ្វើផ្ទះអាផ្ទះលំហែគាត់នឹងធំជាងនឹងទៀតបងប្អូនធំប្រប៉ុណ្្ណេណាប្រប៉ុណ្្ណេណីតែយាយហ្នឹងគាត់មានលុយកាក់គាត់ច្រើនគាត់បុកធ្វើផ្ទះរឹងមាំមែនទែនសំបីតាក្រេចៅដេកក្រេតែ100តានឹងទេសើ1000អាក្រេគាត់នឹងពូគាត់នឹងគាត់ថាលេងមកអស់ដាយមរងងាប់គាត់ថាលេងមកអស់ដាយហ្មងទៅដល់ទៅពេលគាត់ទៅម្ដងណាក៏ឃើញទ្វាបិទដែរបងប្អូនស្រីនូទៅម្ដងណាចង់ទៅលេងយាយទៅលេងតាក៏ឃើញទ្វាបិទអូយទៅលេងឃើញតែទ្វាបិទមិនដែលឃើញតាគាត់ដែលបើកទ្វាទេដល់ទៅពេលថ្ងៃមកគាត់អង្គុយចាំនៅមុខទ្វាហ្មងគាត់ចាំមើលតាគាត់ចេញមកកាលណាថ្ងៃត្រង់ក៏ចេញមកម្សាថ្ងៃត្រង់ចេញម្សាទៅហូបបាយហើយហ្នឹងថ្ងៃនេះចូលទៅដេកវិញទៀតគាត់ថាដេកចឹងទៅដេកអត់មានតាណាទៅណីទេនៅទៅដេកជាមួយយាយចឹងទៅគាត់មានសុភមង្គលណាដល់ពេលហើយគាត់តែងតែឲ្យពរសពសាទការមកកានកូនចៅចឹងទៅណាហើយដល់ពេលគាត់សួរតាឯងអត់មានទៅធ្វើការទៅអីអត់នៅទៅឯងមិនដឹងទេអីអ្នកដែលការឲ្យថ្មថ្មីចឹងទាំងអស់ណាអមជឿសួរម៉ែអូឯងមើលហើយជាមើលទៅទៀតធ្លាក់ដល់ឯងហើយតិចទៀតធ្លាក់ដល់ឯងហើយតើការឲ្យថ្មថ្មីអាណាទៅដើរនេះប្រាប់ដើរចាញ់ថ្ងៃការឲ្យថ្មថ្មីជាងគេដើរទេមួយអាទិត្យអីគេមិនដើរទេមិនមែនមួយអាទិត្យណាតាគាត់លេងចង់3 4ខែហ្នឹងនៅតែចាញ់ថ្ងៃទៀតគាត់ថាមានអីនៅចាញ់ថ្ងៃមួយពុនគាត់នៅមួយពុនគាត់អីចឹងទៅហើយពេលហ្នឹងក៏គាត់មិនដឹងរឿងដែរណាគាត់ដឹងទេគាត់សួរម៉ែឪគាត់ថាកូនអើយកូនឯងបើអត់មានការងារធ្វើទេកូនឯងកុំអាសានឹកតាឲ្យពេកកុំអាសាតលេងតាឲ្យពេកតាឲ្យមានប្រពន្ធណាកូនតាមានប្រពន្ធកុំអាសាលេងប្រហែលទៅប្រយ័ត្នតាឲ្យខឹងនិយាយមិនតាន់រួចពីមាត់ផងទៅមួយសាក្រោយហៅតាយកតានឹងចុះលូផ្ទះមកភ្នែកឡងក្រហមថាមកចុះអញហៅអញដូចរងងាប់ចឹងចឹងខ្ញុំហៅតាណាខ្ញុំមាននេះអីណាហើយរកតែអញសូត្រធរសូត្រអីមិនបានមកហើយសូត្រធរមកមិន10ពេលថ្ងៃតាចុះអានោះវាអត់ដឹងមែនអានោះវាមិនដឹងទេណាវាអត់ដឹងថាត្រូវគេត្រូវនៅមួយគ្នាត្រូវអីក៏អត់ដឹងទេដល់ពេលគាត់មករៀននិយាយមួយមិត្តភក្តិនិយាយប្រាប់គាត់ខ្លះតែបានគាត់ថ្ងៃក្រោយមុនទៅសតេសិនតាថ្ងៃហ្នឹងតនេសណាត់ជួបតាតនេថ្ងៃនេះខ្ញុំចង់ទៅលេងតាមកចៅកលាក់ម៉ោងនេះសណាត់ម៉ោងទៀតកលាក់ម៉ោងនេះចឹងទៅប៉ុន្តែតសើគាត់មែនគាត់ថាតាំងតែវិការបានប្រពន្ធក្មេប្រពន្ធនឹងមកគឺតាគាត់ណាទៅវត្តក៏អត់បានឲ្យគាត់ជូនទៅវត្តទៅវ៉ាទៅណាក្តីហ្នឹងក៏មិនដែរហៅគាត់ជូនទៅទៀតដែរហើយរីឯលោកយាយម្នាក់ដែលតាមស្រឡាញ់តាហ្នឹងតាំងតែពីតាគាត់ការមកលោកយាយហ្នឹងគឺបានបាទផឹករហូតមកបងប្អូនងាកផឹកអូវលូរហូតមកហើយសប្តាហ៍ថ្ងៃហ្នឹងតាគាត់នៅជាមួយយាយគាត់សុខក៏ដុំរមនីទៅគាត់មានកូនមានចៅណាទៀតបើតាគាត់អាយុបាទមិនថឹកអីយាយគាត់អាយុមិនថឹកគាត់រស់នៅចាប់ដាយកសាងអនាគតមួយចៅមួយអីចឹងទៅហើយរងថ្ងៃនេះនោះដឹងតែរៀនចឹងទៅនឹងឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងសាច់រឿងក៏មានតែប៉ុណ្្នឹងទេបងប្អូនណាមិនឲ្យស្នេហ៍បីចំណាស់មិនដែរបានស្ដាប់សាច់រឿងដូចប្លែកបងប្អូនប្លែកសាច់រឿងមុនបងខ្ញុំនិយាយតែម៉ាយពោះម៉ាយបងថ្លៃបងអូនថ្លៃទេតែពេលនេះគឺខ្ញុំនឹកឃើញសាច់រឿងមួយនោះដូចជាប្លែកអញ្ចឹងហើយខ្ញុំក៏យកសាច់រឿងមកនិយាយហ្មងទៅហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសាច់រឿងសូមបញ្ចប់ត្រឹមហ្នឹងហើយមុននឹងបញ្ចប់ខ្ញុំបាទក៏សំខាន់តែអភ័យទោសបងប្អូនសារជាថ្មីទៀតបើសិនជាខ្ញុំបាទនិយាយទៅរៀងឆ្កន់ឆ្គងនិយាយទៅរៀងលើលូកន្លែងណាមួយណាក៏សំខាន់តែអភ័យទោសមកដល់ខ្ញុំបាទផងហើយគណៈពេលនេះខ្ញុំបាទអៀងសរិនក៏សូមបាទគ្រប់លាបងប្អូនត្រឹមតែប៉ុណ្ណេះសិនហើយជួបគ្នាជាមួយនឹងបាទវីដេអូក្រោយទៀតបាទអរគុណច្រើន